នេះគឺជារឿងពិតដ៏អាថ៌កំបាំងមួយនៅឆ្នាំ1872លើសមុទ្រ Atlantic ដ៏ធំទូលាយនាវាពាណិជ្ជកម្មមួយឈ្មោះ Mary Celeste ត្រូវបានរកឃើញកំពុងអណ្ដែតតែម្នាក់ឯងគ្មាននាវិកម្នាក់នៅលើបាល់មិនមានសញ្ញាប្រយុទ្ធមិនមានឈាមមិនមានសាកសពតែអាហារនិងទំនិញនៅដដែលដូចជាមនុស្សទើបតែចាក់ចេញមួយផ្លែតប៉ុណ្ណោះតើមានអ្វីកើតឡើងលើនាវានោះនាវាអណ្ដែតលើសមុទ្រដ៏ងឹតនៅថ្ងៃទី5ខែធ្នូឆ្នាំ1872នាវា De Gracia បានប្រទះឃើញ Mary Celeste កំពុងអណ្ដែតដោយគ្មានការគ្រប់គ្រងពីចម្ងាយវាមើលទៅធម្មតាប៉ុន្តែពេលឡើងទៅពិនិត្យពួកគេបានរកឃើញអ្វីមួយគួរឲ្យតក់ស្លុតគ្មានមនុស្សម្នាក់នៅទីនោះទេនាវិក10នាក់រួមទាំងប្រធាននាវាបាត់ខ្លួនដោយគ្មានស្នាមបកស្រាយទូកសង្គ្រោះមួយបានបាត់ទៅប៉ុន្តែទ្រព្យសម្បត្តិនៅពេញលេញហេតុអ្វីមនុស្សទាំងអស់ចាក់ចេញពីនាវាដែលមិនទាន់លិចនៅក្នុងបន្ទប់អាហារចាននិងកែវនៅតែដាក់លើតុសៀវភៅកំណត់ហេតុត្រឹម10ថ្ងៃមុនការរកឃើញគ្មានសញ្ញាអំពើហិង្សាគ្មានការបំផ្លាញធ្ងន់ធ្ងរវាហាក់ដូចជាមនុស្សទាំងអស់រត់ចេញដោយភាពភ័យខ្លាចក្នុងពេលបន្ទាន់ខ្លះនិយាយថាប្រហែលមានការផ្ទុះឧស្ម័នពីស្រាដែលដឹកនៅក្នុងទូទំនិញធ្វើឲ្យពួកគេច្រឡំថានាវានឹងផ្ទុះខ្លះគិតថាអាចមានរលកធំឬព្យុះភ្លៀងធ្វើឲ្យពួកគេចុះទូកសង្គ្រោះជាបន្ទាន់តែគ្មានភស្តុតាងណាមួយតែជាការបាត់ខ្លួនដែលគ្មានសាក្សីគ្មានស្នាមបកស្រាយនិងគ្មានចម្លើយ Mary Celeste នៅតែជាអាថ៌កំបាំងដ៏ល្បីបំផុតមួយក្នុងប្រវត្តិសាស្ត្រសមុទ្រហើយប្រហែលសមុទ្រតែប៉ុណ្ណោះដែលដឹងការពិត